สุดท้ายบางคนต่อគ្នាថ្ងៃនេះមានវ៉ាន់ Vector ចូលមកមួយឈុតបាទហើយវ៉ាន់នេះគឺមួយឈុតពេញបងប្អូនតែនឹងដៃខ្ញុំនេះគឺជាសំណុំកាយទេដោយសារយើងអត់ទាន់បានរៀបបាទនៅគ្រឿងអង្គមផ្សេងចូលទេអញ្ចឹងគាត់ទៅបង្ហាញបងប្អូនសិនហើយបញ្ជាក់បងប្អូនវ៉ាន់នេះគឺនៅដៃបាទមានស្រាប់នៅក្នុងស្តុកមានស្រាប់ហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនបាទមានតម្រូវការបាទចង់បានយកទៅលេងបាទចង់កំងចង់ទិញយកទៅលេងគាត់ទុកចាំចំការឬក៏យកទៅលេងបាទកុកលេងអាលោកនៅពេលដែលយើងសម្រាប់ពីការងារគាត់រោមហូបរោសិចក្លែមអីគឺបងប្អូនអាចកំងខ្ញុំបានបាទគឺខ្ញុំរៀបឲ្យបានភ្លាមបណ្ដោយបាទអត់បាច់រងចាំទេបងប្អូនតាមធម្មតាដូចបងប្អូនឃើញបាទអីវ៉ាន់ដែលកន្លងមកតែងឃើញខ្ញុំរៀបជាឈុតឲ្យទៅកាន់ផ្ញើទៅកាន់ភ្ញៀវហ្នឹងអាហ្នឹងមានន័យថាគេកំងបងប្អូនភ្ញៀវគេកំងរយៈពេលមួយអាទិត្យទៅ10ថ្ងៃអីចឹងมันបានអីវ៉ាន់ព្រោះដោយសារតែខ្ញុំក៏កំងពីខាងគេដែរអញ្ចឹងណានៅពេលដែលភ្ញៀវគាត់ស្រឡាញ់គាត់ត្រូវការអញ្ចឹងគាត់កក់លុយខាងខ្ញុំគឺខ្ញុំចាប់ដើមកំងរយៈពេល5ថ្ងៃទៅមួយអាទិត្យបានអីវ៉ាន់ចូលមកដល់ដៃខ្ញុំអញ្ចឹងខ្ញុំរៀបប្រហែលជា2ថ្ងៃទៀតធ្វើតេស្តធ្វើអីហើយបានខ្ញុំដាក់ផ្ញើឲ្យម្ចាស់គេអញ្ចឹងដោយបងប្អូនឃើញខ្ញុំតែងធ្វើវីដេអូបង្ហាញមួយឈុតហ្នឹងអាហ្នឹងភ្ញៀវគេកំងអញ្ចឹងឯងហើយចំពោះអីវ៉ាន់មួយទូនេះមួយឈុតនេះគឺបងប្អូនមាននៅក្នុងស្តុកស្រាប់អញ្ចឹងបងប្អូនអត់ចាំបាច់រងចាំទេបើសិនជាបងប្អូនត្រូវការភ្លាមឬក៏ប្រញាប់យកទៅលេងអីគឺអត់ចាំបាច់រងចាំទេមានន័យថាគាត់ថាកំងខ្ញុំមកកក់លុយខ្ញុំមកគឺខ្ញុំរៀបឲ្យភ្លាមបាទ2ឬ3ថ្ងៃក្រោយគឺខ្ញុំផ្ញើចេញឲ្យបានភ្លាមយកទៅលេងបណ្ដោយអត់បាក់ញ៉ៃទេហើយវ៉ាន់នេះគឺមួយឈុតបងប្អូនបាទមួយឈុតពេញបណ្ដោយគឺខ្ញុំបញ្ជាក់អញ្ចឹងអានេះគ្រាន់តែជាទូទេអញ្ចឹងយើងនៅគ្រឿងអង្គមនៅកណ្ដុងនៅដបនៅប្រព័ន្ធដំណើរការវាផ្សេងទៀតហើយស្មែលហើយស្នាប់ដៃនេះហើយចំពោះស្នាប់ដៃបងប្អូនខ្ញុំនិយាយរឿងស្នាប់ដៃបន្តិចបើសិនជាបងប្អូនយកទូនេះមានន័យថាបងប្អូនមានជំរើសស្នាប់ដៃបងប្អូនចង់លេងពណ៌នេះក៏បាននេះស្នាប់ដៃមាន2ពណ៌បងប្អូនខ្ញុំស្រឡាញ់តែ2ពណ៌ហ្នឹងឯងព្រោះ2ពណ៌នេះបងប្អូនបើសិនជាបងប្អូនមើលនៅខាងក្រៅគឺដឹងតែពេញចិត្តហ្មងប៉ុន្តែនៅក្នុងវីដេអូអាចនិយាយបានថាវាអត់សូវស្អាតឬក៏អត់សូវទាក់ទាញប៉ុន្តែបើខាងក្រៅគឺខ្ញុំស្រឡាញ់បងប្អូនខ្ញុំស្រឡាញ់2ពណ៌នឹងជាងគេព្រោះស្នាប់ដៃវាមានច្រើនពណ៌បងប្អូនវាមានឡាយពណ៌លឿងពណ៌ក្រហមអីចឹងទៅហើយពណ៌ខ្មៅក៏មានដែរពណ៌ខ្មៅដូចទូនេះប៉ុន្តែដែលខ្ញុំស្រឡាញ់ហើយរៀបទៅវាឆ្លោះវាស៊ីជាមួយគ្រប់អីវ៉ាន់គឺនេះពណ៌2ពណ៌ហ្នឹងអញ្ចឹងចំពោះបងប្អូនដែលមកមុនអញ្ចឹងបងប្អូនអាចមានជំរើសមានន័យថាបងប្អូនចង់យកពណ៌នេះក៏បានយកពណ៌នេះក៏បានគឺខ្ញុំរៀបឲ្យបានបាទតាមអ្វីដែលបងប្អូនកំងហើយមួយទៀតខ្ញុំនិយាយតាក់ទងជាមួយនឹងអីវ៉ាន់ដោយអីវ៉ាន់ Vector នេះបងប្អូនអ្នកខ្លះគាត់ថ្មីក៏តាមដានមើលវីដេអូខ្ញុំគាត់អាចប្រហែលជាអត់ដឹងពីគុណភាពនៃអីវ៉ាន់នេះមានន័យថា Vector នេះគឺខ្ញុំរៀបច្រើនទូណាបងប្អូនខ្ញុំរាប់ច្រើនទូមែនតើបងប្អូនធ្លាប់ឃើញវីដេអូខ្ញុំមុនធ្លាប់មានសមាជិកនៅក្នុងក្រុមខ្ញុំគឺដឹងហើយបងប្អូនគឺខ្ញុំរៀបបាទចេញឲ្យភ្ញៀវតែប្រភេទទូ Vector មួយឈុត Vector ហ្នឹងទេបាទឥឡូវដោយសារវាជាអីវ៉ាន់ដែលពេញនិយមហើយជាអីវ៉ាន់ដែលខ្លាំងមានន័យថាប្រភេទអីវ៉ាន់ដែលខ្លាំងវារត់បានចម្ងាយឆ្ងាយមានសមត្ថភាពអាចរុញបាទអាចឲ្យកម្លាំងយើងបានខ្លាំងហើយអាចរុញបាទលេងបានឆ្ងាយមានន័យថាគុណភាពរបស់វាគឺអេមកបងប្អូនទាំងសំណុំកាយអីហ្នឹងគឺហាប់ណែនស្អាតណាស់អត់មានសើនេះដូចដៃអាមេគឺអត់មានសើទេបងប្អូនអត់មានសើคลิกដោយវ៉ាន់ថៃមានន័យថាស្អាតហើយកែងបត់អីហ្នឹងគឺអេបងប្អូនហើយអានេះបត់បានណាបងប្អូនស្វ័យវាគឺអាចបត់បានយើងបត់ឲ្យខ្លីដើម្បីងាយស្រួលដាក់តាមខ្លួនបានអញ្ចឹងណាហ្នឹងហើយខ្ញុំបញ្ជាក់រឿងតម្លៃបន្តិចតាមធម្មតាអីវ៉ាន់បងប្អូនខ្លះគាត់ពេញចិត្តគាត់ស្រឡាញ់ប៉ុន្តែគាត់ថាថ្លៃអីចេះចុះមួយទៀតទៅប៉ុន្តែប្រហែលជាគាត់អត់ដឹងអំពីទីផ្សារដែលបានធ្លាប់ដឹងអំពីតម្លៃវាពីមុនមកព្រោះតាមធម្មតាបងប្អូនខ្ញុំនិយាយចេះតាមធម្មតាមិនថារបស់អីទេមិនថាម៉ូតូមិនថាទូរស័ព្ទដៃមិនថាឡានមិនថារបស់ប្រើប្រាស់ផ្សេងរបស់ណាដែលល្អតម្លៃវាក៏ថ្លៃទៅតាមនឹងដែរវាអត់ដែលមានទេរបស់ល្អតម្លៃថោកវាអត់កម្រមានចង់និយាយថាអញ្ចឹងណាហើយបងប្អូនអ្នកធ្លាប់ទិញបងប្អូនអ្នកចង់បានអីវ៉ាន់ដែលល្អបងប្អូនត្រូវហ៊ានចាយលុយទី1វ៉ាន់ល្អបងប្អូនមិនមែនទិញទៅយកទៅលេងមួយថ្ងៃ2ថ្ងៃគាត់ចោលទេបងប្អូនលេងរាប់ខែរាប់ឆ្នាំក៏អត់ធ្វើទុកអត់ខូចដែរ
ប៉ុន្តែបងប្អូនចំណាយលុយទិញអីវ៉ាន់ដែលថោកបាទទិញអីវ៉ាន់ដែលថោកទិញមិនស្រួលគេបោកទៀតបាទគេបោកបាត់ព្រោះថោកពេកចង់បានថោកពេកហ្នឹងហើយទិញស្រួលគឺគេបោកហើយមួយទៀតទិញទៅវាអាចប៉ះអីវ៉ាន់ដែលអត់មានគុណភាពបងប្អូនយកទៅលេងទៅវាខូចអានេះខូចអានោះឬក៏លេងអត់ចូលគោលដៅអញ្ចឹងអាហ្នឹងមួយទៀតអញ្ចឹងហានិភ័យច្រើនបងប្អូនអញ្ចឹងចំពោះបងប្អូនដែលចង់បានដែលធ្លាប់ស្គាល់ខ្ញុំឃើញខ្ញុំរៀបកន្លងមកគឺបងប្អូនដឹងហើយខ្ញុំរៀបតែអីវ៉ាន់គុណភាពទេហើយអីវ៉ាន់ខ្ញុំគឺខ្ញុំធ្វើតេស្តជាក់ស្ដែងបងប្អូនឃើញហើយខ្ញុំធ្វើតេស្តចងាយសិតតែស្លឹមហើយដាក់មើលទៅគឺឲ្យបងប្អូនឃើញអញ្ចឹងមកហើយហើយគុណភាពគឺខ្ញុំបញ្ជាក់ទៅតាមអីវ៉ាន់ដែរហើយឈុតនេះខ្ញុំដាក់មកនេះគឺអត់ទាន់មានម្ចាស់ទេមិនន័យថាអត់ទាន់មានអ្នកកំងអត់ទាន់មានអ្នកយកទេអញ្ចឹងចាប់ពីពេលខ្ញុំបង្ហោះវីដេអូហ្នឹងទៅបើបងប្អូនណាឃើញហើយមកមុនគឺបានជំរើសដូចខ្ញុំនិយាយចឹងឯងហើយបងប្អូនណាមកមុនគឺបានមុនបាទខ្ញុំបញ្ជាក់អញ្ចឹងហ្នឹងហើយហើយស្អាតណាស់បងប្អូនអើយសំណុំនេះស្អាតមែនទែនហ្មងនេះហើយបញ្ជាក់បងប្អូនមួយទៀតចំពោះអីវ៉ាន់នេះគឺខ្ញុំផ្ញើឲ្យបងប្អូនបាទបងប្អូនដែលកំងទូទៅឃើញហើយខ្ញុំថតវីដេអូបង្ហាញហើយគឺខ្ញុំផ្ញើឲ្យគេហើយបាទរាល់វីដេអូរបស់ខ្ញុំដែលភ្ញៀវគេកំងខ្ញុំប្រាប់ថាអីវ៉ាន់ភ្ញៀវកំងបើអីវ៉ាន់អត់ទាន់មានម្ចាស់ខ្ញុំប្រាប់ថាអត់ទាន់មានម្ចាស់បើអីវ៉ាន់ខ្លះជួសជុលខ្ញុំប្រាប់ថាអីវ៉ាន់គេជួសជុលអញ្ចឹងណាហ្នឹងហើយទៅពេលហើយគឺខ្ញុំតែងតែផ្ញើឲ្យម្ចាស់គេហើយខាងខ្ញុំគឺអត់មានបាទមកមើលអីវ៉ាន់ផ្ទាល់ឬក៏ដោះដូរយកលុយដូរយកអីវ៉ាន់អីទេអត់មានដូចប្រភេទចាក់ហួយឬក៏ដីឡូទេបងប្អូនសូមយល់អញ្ចឹងព្រោះមានអ្នកខ្លះបងប្អូនខ្លះគាត់សុំមកមើលសុំអីអញ្ចឹងណាប៉ុន្តែខ្ញុំអត់ឲ្យមកទេបងប្អូនព្រោះបងប្អូនដឹងហើយថាអីវ៉ាន់ជាអីវ៉ាន់ប្រភេទអីអញ្ចឹងបើសិនជាបងប្អូនទុកចិត្តបាទចាំឆាតមកហើយលេខ Telegram ខ្ញុំនឹងដាក់ឲ្យនៅក្នុង comment ហើយនៅក្នុង link ចាំខ្ញុំតម្លាក់ឲ្យបងប្អូនតាក់ទងតាម Telegram មកបើ call មកមិនបាច់ call មកទេបើ call អត់ចូលទេបាត់ចោលហើយលេខហ្នឹងប៉ុន្តែបើតាក់ទងតាម Telegram គឺបងប្អូនអាចតាក់ទងបានហ្នឹងហើយសុំទោសនិយាយជាប់ហ្នឹងហើយអរគុណហេបងប្អូនបាទ